ការព័ត៌មានសំខាន់ប្រចាំថ្ងៃព័ត៌មានជាតិលោក Najib Al-Fayez អគ្គនាយករងអង្គការ UNESCO បានបញ្ជាក់នៅចំពោះមុខលោកស្រីភឿងសក្កណារដ្ឋមន្ត្រីក្រសួងវប្បធម៌វិចិត្រសិល្បៈថាអង្គការ UNESCO នៅក្នុងនាមលោកផ្ទាល់បាននឹងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីប្រាសាទព្រះវិហារដោយនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការសម្របសម្រួលដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរតាមរយៈវប្បធម៌លោកបានបញ្ជាក់ដូចនេះអំឡុងរដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជាបានអញ្ជើញដឹកនាំព្រឹទ្ធភូចូលជួបពិភាក្សាការងារនៅក្នុងសម័យប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី48នៅទីក្រុងប៊ូសានសាធារណរដ្ឋកូរ៉េកាលពីរសៀលថ្ងៃទី21កក្កដាឆ្នាំ2026នៅក្នុងចំនួនពិភាក្សាការងារនេះដែរលោកស្រីភឿងសក្កណាក៏បានអរគុណដល់លោកអគ្គនាយករងអង្គការ UNESCO ដែលបញ្ជូនរបាយការណ៍នៃបេសកកម្មរបស់អ្នកជំនាញគណៈកម្មការបេតិកភណ្ឌពិភពលោកនិងអ្នកជំនាញការ ICOMOS ដែលបំពេញបេសកកម្មការងារនៅប្រាសាទព្រះវិហារកាលពីថ្ងៃទី1ដល់ថ្ងៃទី6មិនិនាឆ្នាំ2026តបតាមការអញ្ជើញរបស់កម្ពុជាជាងនេះទៀតលោកស្រីក៏បានសម្ដែងនៅការកោតសរសើរចំពោះគុណភាពរបស់របាយការណ៍ដែលមានលក្ខណៈបច្ចេកទេសគ្រប់ជ្រុងជ្រោយសុក្រិតនិងឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្ដែងដែលបាននឹងកំពុងកើតឡើងនៅប្រាសាទព្រះវិហារទន្ទឹមនឹងនេះលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌វិចិត្រសិល្បៈក៏បានជម្រាបជូនលោក Najib Al-Fayez អំពីគោលបំណងរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលបេតិកភណ្ឌអរូបីនៅក្នុងឆ្នាំណាមួយអំឡុងពេលដែលកម្ពុជាជាសមាជិកគណៈកម្មាធិការចាប់ពីឆ្នាំ2026រហូតដល់ឆ្នាំ2030ខាងមុខនេះហើយបំណងនេះក៏ទទួលបានការគាំទ្រពីអគ្គនាយករងអង្គការ UNESCO ផងដែរសូមជម្រាបថាប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកត្រូវរងការខូចខាតអំឡុងថៃឈ្លានពានកម្ពុជាតាំងពីលើកនៅក្នុងឆ្នាំ2025ដោយយោធាថៃបានទម្លាក់គ្រាប់បែកពីលើយន្តហោះបំណងបំផ្លាញប្រាសាទដ៏អស្ចារ្យដែលបន្សល់ទុកពីដូនតាខ្មែរលោកសសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រាប់មកកាន់លោក Brian McFeeters ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ានហៅកាត់ថា USABC ថាក្រុមឆបោកទ្រង់ទ្រាយធំត្រូវបានបោសសម្អាតស្ទើរតែ 100% ក្នុងនោះសមាជិកកម្ពុជាក៏បាននឹងកំពុងបន្តបោសសម្អាតក្រុមតូចៗបន្ថែមទៀតគណៈជនបរទេសជាង30ម៉ឺននាក់បានស្ម័គ្រចិត្តចាកចេញនិងត្រូវបានបណ្តេញចេញពីកម្ពុជាត្រឡប់ទៅប្រទេសដើមវិញហើយក្រសួងមហាផ្ទៃបដិញ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតបលល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថា online scam នេះឲ្យអស់លោករដ្ឋមន្ត្រីបានបញ្ជាក់ដូចនេះអំឡុងប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ានបានដឹកនាំព្រឹទ្ធភូចូលជួបពិភាក្សាការងារកាលពីរសៀលថ្ងៃទី21កក្កដាឆ្នាំ2026បន្ទាប់ពីបានស្ដាប់ការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃរួចលោក Brian McFeeters ក៏បានកោតសរសើរនិងវិតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រដ្ឋាភិបាលកម្ពុជារួមទាំងក្រសួងមហាផ្ទៃក្នុងការបោសសម្អាតបលល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងបានចាត់ទុកប្រតិបត្តិការនេះថាជាការប្រឹងប្រែងដ៏អស្ចារ្យជាមួយគ្នានេះលោកក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំអាជ្ញាធរពាក់ព័ន្ធនិងកងកម្លាំងក្រសួងមហាផ្ទៃដែលតែងតែយកចិត្តទុកដាក់បង្កបរិយាកាសអំណោយផលធ្វើឲ្យបណ្ដាក្រុមហ៊ុនអាមេរិកដែលកំពុងមានវត្តមាននៅកម្ពុជាមានទំនុកចិត្តនិងទទួលបានភាពកក់ក្ដៅក្នុងដំណើរការអាជីវកម្មរបស់ខ្លួនជាការឆ្លើយតបលោកសសុខាក៏បានអរគុណទៅកាន់លោកប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ានផងដែរចំពោះការវិតម្លៃប្រកបដោយការលើកទឹកចិត្តដោយលោកបានបញ្ជាក់បន្ថែមថាក្នុងនាមជាសេនាធិការរបស់រដ្ឋាភិបាលក្រសួងមហាផ្ទៃនៅតែបន្តបដិញ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតបលល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថា online scam នេះឲ្យអស់ព្រោះបលល្មើសនេះជាអំរែកនៅលើស្មាដែលត្រូវតែដោះស្រាយជាដាច់ខាតជាចុងក្រោយលោក Brian McFeeters ក៏បានជម្រាបជូនលោករដ្ឋមន្ត្រីថាលោកនឹងព្រឹទ្ធភូដែលបានបំពេញបេសកកម្មនៅកម្ពុជាប៉ុន្មានថ្ងៃមកនេះគឺទទួលបានអារម្មណ៍កក់ក្ដៅនិងមានសុវត្ថិភាពហើយរំពឹងថាទស្សនកិច្ចលើកនេះនឹងជំរុញដល់ការពង្រីកសកម្មភាពវិនិយោគរបស់ក្រុមហ៊ុនធុរជនអាមេរិកនៅកម្ពុជាបន្ថែមទៀតលោកបណ្ឌិតញរដ្ឋាអ្នកជំនាញភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចអន្តរជាតិបានបង្ហាញអារម្មណ៍រំភើបក្រោយបានជួបសម្ដែងការគួរសមពិភាក្សាការសិក្សានិងស្រាវជ្រាវយ៉ាងស៊ីជម្រៅប្រហែលជាង2ម៉ោងជាមួយសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា
កាលពីថ្ងៃទី20ខែកក្កដាឆ្នាំ2026លោកបន្ថែមថាជំនុំនេះមិនត្រឹមតែជាកិត្តិយសផ្ទាល់ខ្លួននឹងគ្រួសារប៉ុណ្ណោះទេប៉ុន្តែជាកម្លាំងចិត្តដ៏មហិមាដែលរុញច្រានឲ្យលោកបន្តខិតខំប្រឹងប្រែងប្រើប្រាស់ចំណេះដឹងនិងបទពិសោធន៍ដើម្បីចូលរួមចំណែកបម្រើដល់ការអភិវឌ្ឍជាតិមាតុភូមិក្រោមការដឹកនាំរបស់សម្ដេចធិបតីតាមរយៈសំណេរដែលបានបង្ហោះនៅលើទំព័រ Facebook នៅថ្ងៃទី22កក្កដាឆ្នាំ2026លោកបណ្ឌិតញ៉រដ្ឋាបានលើកឡើងថាតាមរយៈជំនួបពិភាក្សាការងារដោយផ្ទាល់សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបង្ហាញនៅភាពជាអ្នកដឹកនាំជំនាន់ថ្មីដែលមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ព្រមទាំងផ្ដល់តម្លៃយ៉ាងខ្ពស់លើការកសាងនិងអភិវឌ្ឍធនធានមនុស្សពិតប្រាកដសម្រាប់ជាតិលោកបន្ថែមថាសម្ដេចធិបតីគឺជាថ្នាក់ដឹកនាំដែលបើកចិត្តទូលាយស្ដាប់រាល់ធាតុផ្សំទស្សនៈនិងការវិភាគបែបវិទ្យាសាស្ត្រដោយផ្អែកលើតថភាពសង្គមសេដ្ឋកិច្ចនិងភូមិសាស្ត្រនយោបាយជាក់ស្ដែងដើម្បីបម្រើផលប្រយោជន៍ជាតិនិងប្រជាជនជាធំលោកបណ្ឌិតញ៉រដ្ឋាបានគូបញ្ជាក់បន្ថែមថារឿងរ៉ាវដែលបានកាត់ឡើងនាពេលកន្លងមកគឺជាមេរៀននិងជាកញ្ចក់ឆ្លុះដ៏ល្អសម្រាប់សង្គមជាតិទាំងមូលវាមិនមែនជាចំនួនរវាងអ្នកចេះដឹងនិងអ្នកអនុវត្តជាក់ស្ដែងនោះទេប៉ុន្តែជាឱកាសដ៏ល្អក្នុងការលើកកម្ពស់អំពីភាពប្រកបនិយមសាមគ្គីភាពនិងសេចក្តីអត់ឱនរវាងខ្មែរជាពិសេសរវាងការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រនិងការអនុវត្តជាក់ស្ដែងលោកបណ្ឌិតបន្តថាការដែលសម្ដេចនាយករដ្ឋមន្ត្រីបានចេញមកបំភ្លឺនិងអំពាវនាវឲ្យបញ្ចប់រឿងនេះគឺជាស្មារតីដឹកនាំប្រកបដោយភាពចាស់ទុំនិងការទទួលខុសត្រូវខ្ពស់ដែលជាកាយវិការទប់ស្កាត់នូវការបកស្រាយខុសឬការទាញភ្ជាប់បំបែកបំបាក់ជាតិសាសន៍ខ្មែរដែលតែងតែកើតឡើងជាង500ឆ្នាំចុងក្រោយនៅក្នុងសង្គម Digital និងបរិបទបញ្ញាសិប្បនិម្មិតហៅកាត់ថា AI ជាការកត់សម្គាល់ថ្មីនេះបន្ទាប់ពីលោកបណ្ឌិតញ៉រដ្ឋាបានលើកឡើងនៅក្នុងកិច្ចពិភាក្សាតុកមូដែលរៀបចំឡើងនៅរាជបឌិសភាកម្ពុជាថាគ្រប់សមត្ថភូមិទាំងអស់នៅម៉ោងនេះយើងមិនមានប្រៀបលើគេទេក៏ត្រូវបានមហាជនដែលជាអ្នកលេងបណ្ដាញសង្គមមួយចំនួនចេញមករិះគន់ដោយខ្លះថែមទាំងបានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យថែមទៀតផងគូបញ្ជាក់ថានៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យ South East Asia កាលពីថ្ងៃ21កក្កដាឆ្នាំ2026សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថាសម្ដេចបានជួបលោកបណ្ឌិតញ៉រដ្ឋាកាលពីថ្ងៃទី20កក្កដាដើម្បីពិភាក្សាតែទៅលើផ្នែកសេដ្ឋកិច្ចតែប៉ុណ្ណោះមិនបានសម្ដៅទៅលើអ្វីដែលលោកបណ្ឌិតបានបញ្ចេញមតិនៅក្នុងវេទិការបស់រាជបឌិសភាកម្ពុជាកាលពីពេលថ្មីនោះទេជាមួយគ្នាសម្ដេចធិបតីក៏បានស្នើសុំឲ្យបញ្ចប់ការជជែកគ្នាលើបណ្ដាញសង្គមតាក់ទងរឿងលោកបណ្ឌិតនិងអ្នកចៅទូកតទៅទៀតព្រោះតែមានការទាញថាសម្ដេចធិបតីសម្ដៅដល់លោកបណ្ឌិតញ៉រដ្ឋាទៅវិញគណៈសម្ដេចមិនបានសម្ដៅដល់នរណាទេព័ត៌មានពិតទាន់ហេតុការណ៍និងប្រកបដោយវិជ្ជាជីវៈមាននៅក្នុងវិទ្យុ VU ព័ត៌មានអន្តរជាតិរដ្ឋមន្ត្រីការបរទេសអាមេរិកប្រាប់ទៅអាស៊ានថាអាមេរិកបានត្រៀមខ្លួនជាស្រេចដើម្បីស្វែងរកដំណោះស្រាយជាមួយនឹងអ៊ីរ៉ង់លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិកបានថ្លែងប្រាប់ប្រទេសអាស៊ានថាអាមេរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វែងរកដំណោះស្រាយការទូតជាមួយនឹងអ៊ីរ៉ង់លោកនិយាយដូចនេះនៅពេលចាប់ផ្ដើមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាមេរិកនិងអាស៊ានដែលធ្វើឡើងនៅរដ្ឋធានីម៉ានីលនៃប្រទេសហ្វីលីពីននៅថ្ងៃទី22ខែកក្កដាឆ្នាំ2026នេះលោកបានរំលេចបែបនេះថាសហរដ្ឋអាមេរិកនៅតែបើកចំហនិងមានឆន្ទៈនៅក្នុងការចូលរួមការចរចានិងកិច្ចពិភាក្សាវិជ្ជមាននិងស្ថាបនាដរាបណាការបដិញ្ញាចិត្តដែលបានធ្វើឡើងត្រូវបានរក្សាទុកប៉ុន្តែបើការបដិញ្ញាចិត្តទាំងឡាយមិនត្រូវបានរក្សាទុកទេនោះនឹងមានផលវិបាកកើតឡើងដែលអ៊ីរ៉ង់នឹងត្រូវរងការស្ដីបន្ទោសកាលពីថ្ងៃទី21ខែកក្កដាឆ្នាំ2026រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់ពួកគេចំពោះស្ថានភាពនៅមជ្ឈមបូព៌ាជាពិសេសគឺអរិភាពដែលកើតឡើងវិញរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ការរំខានដល់ការផ្គត់ផ្គង់ប្រេងពីមជ្ឈមបូព៌ាដោយសារតែសង្គ្រាមនៅទីនោះក៏បានប៉ះពាល់ដល់ប្រទេសនៅអាស៊ានដែលពឹងផ្អែកទៅលើការនាំចូលប្រេងពីតំបន់នេះគួរឲ្យដឹងថាបើតាមកាសែត The New York Times បានរាយការណ៍កាលពីថ្ងៃទី19ខែកក្កដាឆ្នាំ2026ដោយដកស្រង់សម្ដីមន្ត្រីអាមេរិកនិយាយមិនបញ្ចេញឈ្មោះថាយន្តហោះចម្បាំង F-16 របស់កងទ័ពអាកាសមកពីអាល្លឺម៉ង់និងយន្តហោះចម្បាំងបំផាំងកាយ F-35 មកពីចក្រភពអង់គ្លេសកំពុងបញ្ជូនទៅកាន់តំបន់មជ្ឈមបូព៌ាជាមួយគ្នានេះយន្តហោះចាក់ប្រេងក៏កំពុងបញ្ជូនទៅដូចគ្នាដែរយ៉ាងណាមិញគេមិនទាន់ច្បាស់ទេថាយន្តហោះទាំងនេះនឹងដាក់ពង្រាយនៅទីតាំងណា
តែបើតាមយោធាអ៊ីស្រាអែលបាននិយាយនៅថ្ងៃដដែលនោះថាអ៊ីស្រាអែលកំពុងត្រៀមខ្លួនទទួលយន្តហោះចាក់ប្រេងរបស់អាមេរិកបន្ថែមទៀតហើយមន្ត្រីអ៊ីស្រាអែលរូបនេះនិយាយថាអាមេរិកបានសម្រេចកែសម្រួលកងកម្លាំងរបស់ខ្លួននៅក្នុងតំបន់និងពង្រឹងកងយន្តហោះចាក់ប្រេងនៅលើអាកាសដែលមានស្រាប់កំពុងឈរជើងនៅក្នុងប្រទេសអ៊ីស្រាអែលខណៈកំពុងឡើងកម្ដៅជាមួយអ៊ីរ៉ង់បើខ្ញុំដឹងខ្ញុំផ្សាយឲ្យអ្នកដឹងបើខ្ញុំយល់ខ្ញុំពន្យល់ឲ្យអ្នកយល់ខ្ញុំគឺវត្ថុវីយូលោកអ្នកនាងជាទីគោរពការជម្រាបជូននៅព្រឹត្តិការណ៍ព័ត៌មានសំខាន់ប្រចាំថ្ងៃរបស់វិទ្យុវីយូបានមកដល់ទីបញ្ចប់សូមរងចាំតាមដានការផ្សាយនៅពេលបន្តបន្ទាប់ទៀត